មានតែពីកម្មវិធីនេះនឹងជួយឲ្យអ្នកនរគ្នាក្នុងការបម្លែង file PDF ជាភាសាខ្មែរទៅកាន់ file Word ដោយងាយស្រួលព្រោះនៅពេលខ្លះអ្នកនរគ្នាពិបាកក្នុងការទៅសរសេរភាសាទៀតឬក៏ពេលខ្លះអ្នកនរគ្នាត្រូវអង្គុយ copy មកគឺដាច់ជើងញ៉ៃហ្មងអញ្ចឹងកម្មវិធីពីរនេះងាយស្រួលមែនតើទីមួយអ្នកនរគ្នាចូលទៅកាន់ Google Drive របស់អ្នកទាំងអស់គ្នាបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចូលពាក្យថា new ពេលអ្នកឃើញពាក្យថា new ហើយអ្នកទាំងអស់គ្នា upload file អញ្ចឹង file របស់អ្នកអាច upload ជា file រូបភាពជាភាសាខ្មែរក៏បានឬក៏ file PDF ក៏បានដែរបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចូលពាក្យថា open with ហើយចូលពាក្យថា Google Doc រងចាំមួយផ្លេតអ្នកទាំងអស់គ្នានឹងទទួលបាន Google Doc ដែលជា file Word តែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាអាច copy file ជាភាសាខ្មែរបានទី2អ្នកទាំងអស់គ្នាអាចចូលទៅកាន់គេហទំព័រ i2OCR បន្ទាប់មកទៀតអ្នកទាំងអស់គ្នាជ្រើសរើសភាសាបន្ទាប់មកអ្នកទាំងអស់គ្នាអាចជ្រើសរើសរូបភាពជាភាសាខ្មែរឬក៏ជា file PDF បន្ទាប់មកអ្នកទាំងអស់គ្នាចូលពាក្យថា start ហើយរងចាំប្រហែលជា15 second តែប៉ុណ្ណឹងអ្នកទាំងអស់គ្នានឹងទទួលបាន file ជាភាសាខ្មែរដែលអ្នកទាំងអស់គ្នាអាចយកទៅ copy ដាក់ក្នុង Word បានអញ្ចឹងបើសិនអ្នកទាំងអស់គ្នាខ្ជិលក្នុងការទៅសរសេរភាសាទៀតជាភាសាខ្មែរអ្នកទាំងអស់គ្នាអាចប្រើកម្មវិធីនេះបានជួបគ្នានៅវីដេអូបន្ទាប់បាយបាយ